ប្រសិនបើអ្នកមិនអាចរស់នៅលើដីបានទៀតទេអ្នកគួរតែសាកល្បងបទពិសោធន៍រស់រានមានជីវិតនៅលើក្បូនទំនេរចិញ្ចឹមសត្វស្លាបដាំបន្លែផ្លែឈើរបៀបរស់នៅក្រៅបណ្ដាញដ៏មានផាសុកភាពនេះពិតជាអាចចាត់ទុកថាជាកំពូលនៃភាពយឺតយ៉ាវនិងលំហែកាយឡាវឈីដែលធុញទ្រាន់នឹងការរស់នៅព្រៃបែបប្រពៃណីថ្ងៃនេះសម្រាប់ចិត្តបំបែកផ្នត់គំនិតចាស់មកទទួលយកបទពិសោធន៍រស់រានមានជីវិតក្នុងព្រៃបែបថ្មីគេឃើញគាត់ចង់បំពង់ឫស្សីជាបាច់រហូតដល់បង្កើតបានជាក្បូនបណ្ដែតទឹកដ៏ធំមួយបន្ទាប់មករៀបបណ្ដោយម្ដងមួយធ្វើជាកម្រាលការរចនានេះមិនត្រឹមតែអាចបង្កើនកម្លាំងអណ្ដែតនោះទេថែមទាំងអាចបែងចែកតំបន់ស្ងួតនិងសាំបានយ៉ាងល្អឥតខ្ចោះមួយថ្ងៃបានកន្លងផុតទៅយ៉ាងលឿនបែបនេះឯងដើម្បីធានាថាមិនបាត់បង់ថាមពលការសម្រាប់នឹងការធ្វើការរួមបញ្ចូលគ្នាគឺពិតជាសំខាន់ណាស់ស្ទូចត្រីតូចបានពីរបីក្បាលផ្ទាប់ជាមួយស្លឹកឈើពណ៌បៃតងក៏អាចញ៉ាំមួយពេលយ៉ាងឆ្ងាញ់ពិសាទោះបីជារូបរាងមិនសូវទំនងប៉ុន្តែវាមិនប៉ះពាល់ដល់រសជាតិដើមដ៏ឆ្ងាញ់នោះឡើយថ្ងៃថ្មីពន្លឺព្រះអាទិត្យល្មមល្អខ្យល់បក់ត្រជាក់ល្ហឹមបន្ទាប់ពីក្រេបទឹកតែស្រស់មួយកែវឡាវឈីបន្តសាងសង់ទូកណូអេរបស់គាត់កាត់បំពង់ឫស្សីជាកង់បន្ទាប់មកចោះប្រហោងយ៉ាងសុក្រឹតដោយមានប្រហោងសម្រាប់ដោតដែលមានទំហំល្មមការផ្គុំបន្ទះឫស្សីរាងកង់ក៏កាន់តែងាយស្រួលម្យ៉ាងទៀតការរចនាដែលប្រមូលផ្ដុំបំណែកតូចជាតែមួយក៏ជួយសម្រួលយ៉ាងខ្លាំងដល់ការថែទាំនៅពេលក្រោយព្រមទាំងការជួសជុលជាដើមបន្ទាប់ពីវាយនឹងដំឡូងមួយសន្ទុះសាឡាទៀនស្ទីលចិនមួយត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សបន្តទាញយកអត្ថប្រយោជន៍ពីបន្ទះឫស្សីនិងបំពង់ឫស្សីឲ្យអស់ការរៀបចំដំបូលផ្ទះក៏ត្រូវបានបញ្ចប់ជាស្ថាពរបើប្រៀបធៀបជាមួយអ្នកដទៃឡាវឈីអាចនឹងខ្វះល្បឿនបន្តិចប៉ុន្តែអ្នកត្រូវតែទទួលស្គាល់ថាការធ្វើការយឺតចេញលទ្ធផលល្អិតល្អន់គឺគាត់ធ្វើបានយ៉ាងពិតប្រាកដមើលរបៀបប្រក់ដំបូលដ៏មានរបៀបរៀបរយនេះទៅពិតជាគួរឲ្យពេញចិត្តសម្រាប់អ្នកចូលចិត្តភាពល្អឥតខ្ចោះបែបនេះក៏កន្លងផុតទៅមួយថ្ងៃទៀតការធ្វើដំបូលមកដល់ពេលនេះក៏បានបញ្ចប់ទាំងស្រុងស្រទាប់ខាងក្នុង3ជាន់ខាងក្រៅ3ជាន់ធ្វើឲ្យប្រព័ន្ធការពារទឹកជ្រាបបានល្អបំផុតរៀបចំរចនាសម្ព័ន្ធធំរួចរាល់បន្ទាប់មកគឺជាការរៀបចំផ្នែកលម្អិតបន្តិចម្ដងក្រៅកន្ទេលដ៏មានផាសុកភាពមួយជាន់រួចបន្តពង្រីកធ្វើស៊ុមទ្វារនិងបន្ទះទ្វារដោយសារស្ថិតនៅក្នុងតំបន់អនុត្រូពិកដូច្នេះគំនិតរចនាត្រូវផ្ដោតលើការបង្ហូរទឹកនិងការបញ្ចេញខ្យល់ចេញចូលជាការពិតណាស់ចង្ក្រានសម្រាប់ធ្វើម្ហូបក៏មិនអាចខ្វះបានដែរគ្រាន់តែចាក់ដីឥដ្ឋពណ៌លឿងសុទ្ធចំណុះ20លីត្រគឺអាចការពារកម្ដៅបានភ្លាមអាចប្រើសម្រាប់កម្ដៅខ្លួនផងនិងចម្អិនអាហារផងមិនឲ្យមិនទាន់បានព្រិចភ្នែកផងក៏ដល់ម៉ោងញ៉ាំបាយយកត្រីងៀតពណ៌លឿងតាំងពីឆ្នាំ82ពីដុំមកនេះគឺជារសជាតិស្វិតឆ្ងាញ់អាចធ្វើឲ្យឆ្កែអាវ៉ាំងនៅផ្ទះជិតខាងភ្ញាក់ផ្អើលបានពេញមួយឆ្នាំទើបតែញ៉ាំរួចប៉ុន្មាននាទីមេឃក៏ស្រាប់តែធ្លាក់ភ្លៀងរលឹមស្រិចដោយសារតែទូខ្លួននៃក្បូនត្រូវបានបញ្ចប់ដូច្នេះនៅពេលនេះឡាវឈីមិនមានការភ័យស្លន់ស្លោតតែសោះទោះបីជាប្រែទៅជាភ្លៀងធ្លាក់ខ្លាំងក៏ដោយអ្នកទាំងពីរក៏នៅតែស្ងប់ស្ងាត់ធម្មតានេះហើយជាអត្ថប្រយោជន៍នៃការរៀបចំទុកជាមុនបានល្អបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានរងបន្តិចម្ដងឡាវឈីក៏ចាប់ផ្ដើមខិតខំសាងសង់បន្តទៀតរៀបចំបន្ទះឫស្សីបន្ទាប់មកត្បាញខ្វែងចុះឡើងជាផ្ទាំងបន្ទាប់ពីចងភ្ជាប់ជុំវិញដោយបន្ទះឫស្សីវាក៏អាចប្រើជាជញ្ជាំងការពារខ្យល់និងភ្លៀងបានឡាវឈីដ៏ហ្មត់ចត់សូម្បីតែពង្រឹងវាបន្ថែមម្ដងទៀតនេះហើយជាលក្ខណៈពិសេសនៃភាពបត់បែនបានយ៉ាងល្អរបស់ឫស្សីសម្ភារៈសាងសង់ដ៏សាមញ្ញបែបនេះតែអាចយកមកផ្គុំជារបស់របរអ្វីក៏បានតាមចិត្តចង់ពេលនេះក្បូនឫស្សីមានលក្ខណៈគ្រប់គ្រាន់ជាបឋមសម្រាប់ការស្នាក់នៅទំនេរស្ទូចត្រីទទួលខ្យល់អាកាសបរិសុទ្ធអារម្មណ៍បែបនេះគឺជាអ្វីដែលឡាវឈីតែងតែស្វែងរកត្រីតូចដែលទើបនឹងស្ទូចបានត្រូវបានស្លាប់យ៉ាងលឿនទោះបីជាសាច់មិនសូវច្រើនតែក៏ងាយស្រួលធ្វើបន្ទាប់ពីអាំងរួចអាចញ៉ាំបានភ្លាមឆ្លៀតពេលទំនេរគាត់ក៏បានផ្គុំស៊ុមទ្វារមួយទោះជាយ៉ាងណាក៏ទំនេរដែរវាជារឿងងាយស្រួលធ្វើបណ្ដាស្នាក់នៅលើក្បូនដែលធ្វើដោយផ្ទាល់ដៃញ៉ាំត្រីតូចដែលចាប់បានដោយផ្ទាល់ដៃអារម្មណ៍នៃភាពជោគជ័យពេលនេះផុសឡើងពេញបេះដូងភ្លាមដូច្នេះក៏កន្លងផុតទៅមួយថ្ងៃទៀតថ្ងៃនេះឡាវឈីសម្រេចចិត្តទៅរុករកនៅខាងក្នុងដីគោកដោយសារនៅក្នុងព្រៃមានធនធានសម្បូរបែបការរុករកកម្ដងអាចផ្គត់ផ្គង់តម្រូវការអាហារបានមួយសប្តាហ៍ដូច្នេះឥឡូវនេះសំណួរគឺអាហារខាងក្រោមនេះតើអ្នកស្គាល់ប៉ុន្មានមុខឡាវឈីត្រឡប់មកវិញដោយទទួលបានផលយ៉ាងច្រើនប្រើវិធីចាស់បន្តបញ្ចប់ស៊ុំបង្អួចពីឈុតទៀតបែបនេះទើបមានអារម្មណ៍ថាដូចនៅផ្ទះពិតនៅពេលដែលសម្ភារៈប្រើប្រាស់បន្តត្រូវបានបំពាក់រួចរាល់ឡាវឈីក៏កាន់តែមានការតាំងចិត្តក្នុងការរស់នៅរយៈពេលយូរមិនរងចាំយូរក្រោយពីបានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយសាច់ឆ្កែរបស់គាត់អ្នកទាំងពីរក៏សម្រេចចិត្តឆ្ពោះទៅកាន់ផ្ទៃទឹកដែលមិនធ្លាប់ស្គាល់នេះគឺជាការសាកល្បងដ៏ក្លាហានមួយយ៉ាងណាមិញគ្មាននរណាម្នាក់ដឹងថាផ្លូវនៅថ្ងៃស្អែកនឹងទៅជាយ៉ាងណានោះទេម្សិលមិញឡាវឈីបានធ្វើដំណើរចុះទៅទីខាងត្បូងមកដល់ផ្ទៃទឹកដែលមានធនធានសម្បូរបែបជាងមុនក្នុងរយៈពេលបន្ទាប់នេះគាត់នឹងបន្តពង្រីកសក្តានុពលរបស់គាត់នៅទីនេះទោះបីជាវាជាដំណើរការដ៏យូរក៏ដោយប៉ុន្តែឲ្យតែមានភាពរឹងមាំនិងបោះជំហានម្ដងមួយជីវិតពិតជានឹងកាន់តែប្រសើរឡើងកាន់តែរីកចម្រើនមិនខានថ្ងៃនេះឡាវឈីបង្ហាញស្នាដៃទៀតហើយដោយពិចារណាថាក្បូនឫស្សីចត់នៅកណ្ដាលរលកទឹកដើម្បីងាយស្រួលក្នុងការធ្វើដំណើរគាត់បានបង្កើតក្បូនឫស្សីតូចមួយដោយមានជំនួយពីវាប្រសិទ្ធភាពនៃការប្រមូលធនធាននឹងត្រូវបានកែលម្អបន្ថែមទៀតកម្មបង្វិលតូចបំផុតគ្រប់គ្រាន់ក្នុងការទប់ទល់នឹងផ្លូវទឹកស្មុគស្មាញផ្សេងដោយពាក្យចាស់ពោលថានៅជិតភ្នំស៊ីភ្នំនៅជិតទឹកស៊ីទឹកកំឡុងនេះមានគម្រោងពឹងផ្អែកលើទាំងពីរតែម្ដងដោយប្រើជំនាញត្បាញកម្រិតកម្ពស់របស់គាត់បានចាប់ផ្ដើមធ្វើការយ៉ាងញាប់ដៃដោយសារតែការរស់រានមានជីវិតនៅលើទឹកឧបករណ៍ចាប់ត្រីនេះពិតជាមិនអាចខ្វះបានឡើយដូច្នេះរវល់រហូតដល់ពេលល្ងាចឧបករណ៍មួយឈុតពេញត្រូវបានបញ្ចប់ព្រមទាំងដាក់នុយចូលឡាវឈីឆាប់ចាប់ផ្ដើមសាកល្បងនៅក្នុងទឹកនេះញ៉ាំអាហារសេសសល់ដែលបានរក្សាទុកពីមុនបន្តិចបន្តួចថ្ងៃដ៏មីញឹកមួយក៏ហៀបនឹងបញ្ចប់ទៅ
ថ្ងៃនេះឡាវឈីពោពេញដោយការរំពឹងទុកត្រូវដឹងថាទ្រង់ត្រីបានដាក់នៅក្រោមទឹកជាង10ម៉ោងមកហើយតាមទ្រឹស្ដីគឺពិតជាមិនអាចទេនោះទេលទ្ធផលក៏ឃើញច្បាស់ពិតណាស់ចាប់បានត្រីធំ2ក្បាលពុកចូលគ្នាប្រហែលជា2ទៅ4គីឡូក្រាមមើលទៅថ្ងៃនេះអាចញ៉ាំឆ្អែតបានយ៉ាងប្រពៃទៀតហើយត្រីដែលទើបតែចាប់បានត្រូវបានរៀបចំធ្វើជាត្រីឆ្អើរយ៉ាងលឿនមិនត្រឹមតែអាចទុកបានយូររសជាតិកាន់តែអស្ចារ្យមិនធ្លាប់មានលើកនេះសាច់ឆ្កែពិតជាមានអារម្មណ៍ថាដើរតាមម្ចាស់ត្រូវហើយថ្ងៃថ្មីនៅតែពោពេញដោយធម្មពលពាក្យចាស់ពោលថាផែនការប្រចាំថ្ងៃគឺចាប់ផ្ដើមពីព្រឹកព្រលឹមថ្ងៃនេះឡាវឈីក៏ចាប់ផ្ដើមបង្ហាញស្នាដៃទៀតហើយដោយសាររស់នៅលើផ្ទៃទន្លេគិតចុះគិតឡើងគាត់នៅតែសម្រេចចិត្តធ្វើរបងមួយជុំបែបនេះមិនត្រឹមតែមើលទៅកាន់តែស័ក្តិសមពេលយប់ចេញមកខាងក្រៅក៏មិនងាយធ្លាក់ចូលទឹកដែរមើលទៅបើធៀបនឹងពេលមុនឥឡូវមើលទៅស្រស់ស្អាតជាងមុនមែនទេវ៉ឺលីននិងប្រហោងដុំឈើត្រូវគ្នាយ៉ាងល្អឥតខ្ចោះជួយបង្កើនអាយុកាលប្រើប្រាស់ឆ្លៀតពេលនៅសល់ពេលខ្លះមុនញ៉ាំបាយឡាវឈីសម្រេចចិត្តចំណាយពេលបន្តិចរៀបចំសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃបន្តិចបន្តួចមើលតាមរបៀបធ្វើមិនពិបាកនឹងទីទេនេះគួរតែជាដបទឹកធ្វើពីសីគ្រាន់តែកាត់តាមគែមបន្តិចម្ដងក៏អាចទទួលបានគម្របដែលស័ក្តិសមចំណែករបៀបគុំវាបញ្ចូលគ្នានោះប្រកាសជាការឆ្លាក់យឺតខាត់យឺតរហូតដល់ចន្លោះកាត់អាចបិទចិត្តបានល្អឥតខ្ចោះជីវិតនៅក្នុងព្រៃគឺបែបនេះឯងចង់បានអ្វីមានតែការពឹងផ្អែកលើដៃខ្លួនឯងដើម្បីទទួលបាននេះមិនត្រឹមតែជាការហ្វឹកហាត់ជំនាញដៃប៉ុណ្ណោះទេថែមទាំងជាការសាកល្បងគំនិតនិងភាពច្នៃប្រឌិតទៀតផងឥឡូវនេះសូមទស្សនាទាំងអស់គ្នាថាតើឡាវឈីបំផ្លាញបំពង់ឫស្សីធម្មតាទៅជាដបទឹកតែអាចឆុងតែបានយ៉ាងដូចម្តេចខ្លះទ្រង់ត្រីពីថ្ងៃនេះមិនដែលទេឡើយដោយសារវាបន្តធ្វើការជានិច្ចខ្ញីព្រៃដែលបានបេះកាលពីមុនពេលនេះគឺមានប្រយោជន៍ខ្លាំងណាស់ប្រឡាក់សាច់ត្រីឲ្យចូលជាតិបំបត្តិក្លិនឆ្អាបនិងបង្កើនក្លិនឈ្ងុយបន្ទាប់មកយកដបទឹកឫស្សីចេញមកឃើញឈុតនេះខ្ញុំពិតជាគិតលែងចេញតាមពិតរបស់នេះគឺជាឡាំងសឹងសម្រាប់ចំហុយពិតជាអស្ចារ្យមែនខ្ញុំសូមសរសើរក្នុងឆ្នាំងកំពុងស្ងោរលេរៀនកំពុងឆ្អើរក្នុងចានកំពុងដាក់ក្នុងមាត់កំពុងញ៉ាំឡាវឈីបានបង្ហាញប្រាប់យើងថាតាមពិតជីវិតនៅក្នុងព្រៃក៏អាចរស់នៅបានយ៉ាងលយបែបនេះដែរប៉ុន្មានថ្ងៃនេះមេឃតែងតែរលឹមស្រេកប៉ុន្តែជារួមនៅតែចាត់ទុកថាល្អខ្យល់អាកាសបរិសុទ្ធនៅពេលព្រឹកអាចនិយាយបានថាជួយឲ្យអាយុវែងមកដល់ក្នុងព្រៃដូចសពមួយដងការមកយកស្បៀងនេះយ៉ាងហោចណាស់ក៏ត្រូវម្ដងក្នុងមួយសប្តាហ៍ម្យ៉ាងទៀតចេះតែញ៉ាំត្រីរហូតក៏មិនកើតត្រូវដឹងថារបស់នោះងាយនឹងធ្វើឲ្យក្តៅក្នុងត្រូវជីកដំឡូងព្រៃខ្លះមកញ៉ាំកាត់គ្នារបស់នេះមានជាតិម្សៅខ្ពស់ហើយក៏សម្បូរទៅដោយសារធាតុរ៉ែជាច្រើនផងដែរគ្រាន់តែជីកវាយកមកគឺពិតជាពិបាកបន្តិចលាក់ខ្លួននៅក្រោមដីច្រើនម៉ៃបើគ្មានឧបករណ៍ត្រឹមត្រូវគឺពិបាកយកវាណាស់ពេញមួយព្រឹកឡាវឈីរកបានតែប្រហែល3ចិនប៉ុណ្ណោះ 1.5 គីឡូមើលទៅការចង់កែប្រែមុខម្ហូបក៏មិនងាយស្រួលដែរបន្តរកទៅខាងក្នុងដីគោកឡាវឈីបានរកឃើញគ្រាប់សណ្តែកព្រៃរសជាតិរបស់វាជូរអែមឆ្ងាញ់ជាអាហារសម្រន់ដ៏ល្អបន្ទាប់ពីញ៉ាំបាយមើលទៅថ្ងៃនេះក៏ត្រឡប់មកវិញដោយទទួលបានផលច្រើនដូចធម្មតាអុំទូកបណ្ដាជ្រៀងបណ្ដាជីវិតនេះពិតជាមានក្តីសុខឆ្លៀតពេលរសៀលពន្លឺថ្ងៃល្អខ្យល់ត្រជាក់ឡាវឈីថែមទាំងផ្ដល់រង្វាន់ដោយការងូតទឹកឲ្យសាច់ឆ្កែយ៉ាងក្រអូបមើលពីរោមរលោងនិងរាងកាយរឹងមាំរបស់វាមិនពិបាកសន្និដ្ឋានទេគំលុះនេះប្រកាសជាថែរក្សាវាបានយ៉ាងល្អជាមិនខានរវល់ជាងកន្លះថ្ងៃដល់ពេលផ្ដល់រង្វាន់ឲ្យខ្លួនឯងម្ដងហើយចំហុយដំឡូងព្រៃពេញមួយឆ្នាំពិតជាញ៉ាំយ៉ាងឆ្អែតឆ្លៀតពេលប្រកួតប្រជែងល្បឿនដែរម្ដងទៀតនៅក្នុងផ្ទះក៏មានកន្ត្រកមួយបន្ថែមទៀតមានភាពឆ្លៀសវៃនិងប៉ិនប្រសប់ពិតជាល្អចង់បានអ្វីគឺធ្វើដោយខ្លួនឯងជាការស្រេចនៅពេលដែលរាត្រីបានមកដល់យ៉ាងស្ងៀមស្ងាត់ដំឡូងព្រៃក៏ត្រូវបានចំហុយរហូតដល់ផុយល្អញ៉ាំផ្ទាប់ជាមួយត្រីឆ្អើរពីរបីដងពេលនេះឡាវឈីពិតជាមិនច្រណែនទេវតានោះទេគ្រាន់តែពេញចិត្តនឹងជីវិតដ៏រីករាយរាល់ថ្ងៃរបស់ខ្លួនឯង